នេះជាសក់ដែលមិនតន់កាត់ហើយនេះជាសក់ដែលកាត់រួចអូខេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ហើយសម្រាប់ម៉ូតនេះដែរគឺមានឈ្មោះថាម៉ូតឡុងសុងជើងទាបឬក៏គេហៅជាភាសាអង់គ្លេសថា low taper ហើយបើសិនជាខ្ញុំនិយាយម៉ូតនេះទៅខុសសូមអធិស្ឋានខ្ញុំផងដោយសារតែខ្ញុំអត់ចេះភាសាអង់គ្លេសទេហើយសម្រាប់បងប្អូននេះដែរគឺប្រពន្ធគាត់ជាអ្នកនាំគាត់ឲ្យមកកាត់សក់ហើយប្រពន្ធគាត់បានប្រាប់មកខ្ញុំថាបងថតប្តីខ្ញុំផងហើយកុំភ្លេចផុសវីដេអូហ្នឹងផងហើយប្រពន្ធបងប្រុសនេះដែរគឺក្លាហានមែនតើគឺចង់ឲ្យប្តីចូលកាមេរ៉ាមែនតើដោយសារតែគាត់ធ្លាប់មើលវីដេអូខ្ញុំធ្វើពីមុនមកហើយខ្ញុំពេលតែភ្ញៀវប្រាប់បែបហ្នឹងហើយខ្ញុំក៏មិនបងអង្គយូរក៏ចាប់ទាញទូរស័ព្ទមកថតតែម្ដងកុំឲ្យភ្ញៀវខកចិត្តបងប្អូនហើយសម្រាប់គេផ្សេងមានតែអត់ចង់ឲ្យប្តីចូលកាមេរ៉ាព្រោះដោយសារខ្លាចប្តីល្បីទៅប្តីមានស្រីតែមីអូននេះគឺថ្លើមធំខ្លាំងមែនតើហើយចំពោះប្រពន្ធគាត់ដែរគឺអង្គុយនៅខាងមុខគាត់ហ្នឹងបងប្អូនមើលទៅប្រកាសជាឃើញហើយឃើញអាវសមកកំណាត់ខ្លួនហ្នឹងគឺគាត់កំពុងតែអង្គុយនិយាយគ្នាក៏ដូចជាស៊ីត្រាវផងដែរកុំនិយាយលឺពេកប្រយ័ត្នគេលឺគេវាយដោយទាំងជាងទៀតមីអូនហើយបើសិនជាបងប្អូនអ្នករៀនដែលមានប្តីដែលអៀនកាមេរ៉ាអាចយកមកធ្វើការកាត់សក់កន្លែងខ្ញុំ2 3ដងធានាថាគាត់នឹងឈប់ខ្លាចកាមេរ៉ាតែម្ដងបាទហើយនេះជាការពិតបងប្អូនបើបងប្អូនមិនជឿបងប្អូនកុំភ្លេចសាកយកស្វាមីមកកាត់សក់កន្លែងខ្ញុំបានទាំងសង្ហាហើយបានទាំងចូលកាមេរ៉ាផងដែរហើយចំពោះការកាត់នេះផងដែរគឺខ្ញុំប្រើក្រាស់បងប្អូនគឺខ្ញុំអត់ពាក់ពុំទេសម្រាប់បងប្រុសម្នាក់នេះហើយសម្រាប់ការកាត់សក់នេះផងដែរសម្រាប់បងប្អូនជាងខ្លះគាត់ស្ទាត់ដៃនឹងក្រាស់អ្នកខ្លះក៏ស្ទាត់ដៃនឹងពុំអីចឹងដែរតែសម្រាប់ខ្ញុំគឺខ្ញុំស្ទាត់ទាំងពីរបងប្អូនគឺខ្ញុំវឹកហាត់មកទាំងពីរដែរចឹងគឺការទ្រាំក្រាស់ហើយនឹងពាក់ពុំនេះគឺខ្ញុំធ្វើបានទាំងពីរតែម្ដងបាទហើយសម្រាប់ជាងយើងផងដែរខ្ញុំគិតថាគួរតែវឹកហាត់ទាំងពុំទាំងក្រាស់ឲ្យបានល្អដូចគ្នាទាំងពីរព្រោះការកាត់សក់នេះយើងមិនមែនពឹងតែពុំឬមួយក៏ពឹងតែក្រាស់ទេយើងត្រូវប្រើទាំងពីរតែម្ដងបាទហើយចំពោះការហៅក្រាស់នេះផងដែរជាងខ្លះគាត់សួរខ្ញុំថាម៉េចក៏ហៅក្រាស់ព្រោះកន្លែងគាត់ហៅស្និទ្ធអីចឹងតែប៉ុន្តែបញ្ជាក់បងប្អូនផងដែរគឺកន្លែងខ្ញុំគឺខ្ញុំធ្លាប់ហៅថាក្រាស់ចឹងហើយហៅតាមទម្លាប់រៀងខ្លួនទៅបងប្អូនណាធ្លាប់ហៅស្និទ្ធក៏ហៅស្និទ្ធទៅតែសម្រាប់ខ្ញុំគឺខ្ញុំហៅថាក្រាស់ហើយសង្ឃឹមថាជាងជប់ឆ្ងល់ទៀតទៅព្រោះអាការហៅនេះវាជាទម្លាប់តាមកន្លែងនីមួយទេហើយវីដេអូនេះដែរសូមផ្ញើជូនប្រពន្ធបងប្រុសជាពិសេសដែលគាត់សួរខ្ញុំរហូតថាពេលណាទៅផុសវីដេអូប្តីរបស់គាត់តែឥឡូវខ្ញុំបានផុសហើយចឹងបើបានឃើញហើយកុំភ្លេចជួយ share ហើយ comment ឲ្យខ្ញុំផងហើយបើសិនជាចង់ឲ្យប្តីចូលកាមេរ៉ាកាន់តែញឹកកុំភ្លេចមួយខែនាំប្តីមកកាត់សក់ 4-5 ដងមកខ្ញុំរឹតតែសប្បាយចិត្តផងដែរតែសូមប្រយ័ត្នតែពេលប្តីចូលកាមេរ៉ាញឹកអាចនឹងល្បីអាចនឹងនារីចាប់អារម្មណ៍អាចនឹងកើតទុកមិនសុខចិត្តពិបាកចិត្តដោយសារប្តីមានស្រីហើយសម្រាប់សក់រួញដោយបងប្រុសម្នាក់នេះយើងត្រូវផ្លុំឲ្យត្រង់សិនបងប្អូនដោយសារតែបើសិនជាយើងកាត់ទាំងរួញគឺកាត់អត់បានស្មើគ្នាល្អទេអញ្ចឹងមុននឹងយើងធ្វើការកាត់យើងត្រូវផ្លុំឲ្យសក់នឹងលលាត្រង់មកទើបយើងកាត់ទៅបានស្មើគ្នាល្អហើយសម្រាប់សក់រួញពេលដែលយើងផ្លុំឲ្យវារលាចាំយើងកាត់នេះគឺបានស្មើល្អជាងពេលយើងកាត់ពេលដែលនៅរួញហើយក៏វាពិបាកកាត់ផងដែរបងប្អូនអញ្ចឹងហើយវាជាតិចនិចទូចមួយសម្រាប់ខ្ញុំចែកម្លែកទៅសង្ឃឹមថាបងប្អូនយកទៅប្រើទៅនឹងបានប្រយោជន៍សម្រាប់បងប្អូនផងដែរបាទបន្ទាប់ពីយើងកាត់ទាំងសងខាងឲ្យបានស្មើគ្នាមកយើងមកធ្វើការសាប់ម្ដងបងប្អូនហើយបញ្ជាក់បងប្អូនផងដែរចំពោះការសាប់នេះគឺយើងសាប់តែកន្លែងដែលក្រាស់ទេគឺសក់បងប្អូនប្រុសខាងមុខគឺស្ដើងខ្លាំងអញ្ចឹងហើយបើយើងសាប់ខាងមុខទៀតវាកាន់តែស្ដើងអញ្ចឹងបញ្ជាក់បងប្អូនយើងគឺសាប់តែកន្លែងណាដែលក្រាស់ប៉ុណ្ណោះហើយបន្ទាប់ពីខ្ញុំបានកាត់រួចបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment ម្នាក់មួយផងហើយបើសិនជាចូលចិត្តកុំភ្លេចចុច like ក៏ដូចជាចុច share ហើយជួយ follow ឲ្យខ្ញុំម្នាក់មួយផងអរគុណ